bà xôm chùm riêng xua ai đom lúc chùm tiêu lúc xuất hiện những cái nhà bóng pôn này pra nước bản đài xung cùng Facebook tiếng khôn bờ tây tiếng cào bờ tây chữ tì group nâng chữ tì nực lực bà khôn niệm chùm bà san môn thươn chi trang vàng cà sẹt xôm lên snai hai chiết bà chùm xôm này gì ông pik sai chi vật bứt rồi bỏ đà ra complain nó complain rồi bỏ lục pu chuông chi hào nị coi hai cứ ôn sợi sâm Poland bạn hay cột bạn nâng bàn chay sập bột ca hái côn cầm lo cột nâng màu chay sập bột ca nơi tụi CNC hay bom ôn khơi hái ai squall cột bàn tam dạng này ca complain sum nôn bồ hà sap bịa pích bẩn lịch chỉ than thị bài bẩn lai chỉ bịa complain hai mình chơi ring ngút lâu ní cột bàn chô rong ca hai xôm chơi mưa sập bột ca bà cột bà xôm chơi bà sập bột ca bà cột hay cột bong phôn đằng hai cột miền cầm pu bà hai nâng này cẩn bà này cẩn cứ chia đà ra complain tôi là ắt tại chất địch bịch pôn là miền địch bịch pôn là gì hay này cẩn có con miền và pôn môi nó có bay bạc niaแล้วcó con miền và pôn môi tiết hay con miền sum nôn và hà sapในการกำลังcomplain ប៉ុន្តែគួរឲ្យសរសើរគាត់ប៉ុន្តែដោយឡែកតារា complain ស្រីរូបយើងបានចូលរោងការហើយនេះជាគុណកម្លាំងឲ្យសុំងើបឈរដើរតិចមកបាទសុំបន្តិចបាទនេះគឺជាកូនកម្លោះបាទហើយនេះដែរចែកសម្បត្តិការសុំបង្ហាញសម្បត្តិការតិចមកបងប្រុសបាទជាសម្បត្តិការបាទសូមអញ្ជើញហើយបាទនេះគឺជាកូនស្រីបាទកូនស្រីគឺបងប្អូនស្គាល់ហើយតាមបណ្ដាញទូរទស្សន៍កម្ពុជា CTN កម្មវិធីកំ pl ែងផ្សេងបាទហើយឥឡូវខ្ញុំចង់ឲ្យបងស្រីមានពាក្យពេចន៍អ្វីនិយាយបាទសូមអញ្ជើញបងស្រីថ្ងៃទី10ខែ11កាលខ្ញុំហើយនៅស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំអញ្ចឹងខ្ញុំសូមអរគុណដល់បងដែលបានប្រភេទខ្ញុំថ្ងៃនេះអញ្ចឹងតែខ្ញុំចង់ឲ្យបងដូចថាជួយ share ប្រាប់មិត្តភ័ក្តិដែលខ្ញុំអត់ដែរបានជួបពីមុនមកខ្ញុំនឹករលឹកទាំងអស់គ្នាហើយក៏អរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលធ្លាប់តែគ្រប់គ្រងរូបនាងខ្ញុំពីដើមរហូតដល់ឥឡូវអញ្ចឹងខ្ញុំចង់ឲ្យគ្រប់គ្រងខ្ញុំរហូតតទៅថ្ងៃមុខទៀតបាទអើបងសុំថតតិចដើម្បីឲ្យបងប្អូនយើងបានមើលបាទកុំឲ្យតែសានមិនធឿនផ្សាយព័ត៌មានមិនពិតបាទនេះគឺជាកូនកំឡោះហើយខាងនេះក៏គឺជាកូនកំឡោះអញមើលកូនកំឡោះបាទនេះគឺជាកូនក្រមុំបងអូនស្រីបងចង់សួរថាតើបងអូនស្រីមានឈ្មោះអ្វីដែរបងអូនស្រីនេះខ្ញុំឈ្មោះសឹមផល្លិនហើយតំអឺតហើយជាតារាកំ pl ែងនៅក្នុងក្រុមណាក្រុមបាកុយចាហើយនៅក្នុងកំ pl ែងរបស់លោកបាកុយនោះរយៈពេលប្រហែលឆ្នាំហើយខ្ញុំតាំងពី2007ឥឡូវដល់2016ហើយយូរដែរបងបាទហើយបងអូនស្រីប្រើអាជីពជីវិតជាអ្នកកំ pl ែងជួបការលំបាកទេក្នុងការបង្កើតពាក្យពេចន៍បន្លិចជាអត្ថាធិប្បាយបន្លាយជាពាក្យកំ pl ែងដើម្បីបងប្អូនយើងបានផ្ទុះសំណោចក្រោយពីសម្រាប់ពីកិច្ចការងារហើយមិនចេះរៀនស្ងួតសោចកាន់តែច្រើនចម្រើនកាន់តែយូរបាទសូមអញ្ជើញពិបាកទេចាក់ក្នុងការកំ pl ែងពិបាកដែរប៉ុន្តែបានប៉ាហើយនឹងក្រុមកំ pl ែងទាំងអស់ឲ្យយោបល់ផ្ដល់ជាពេលសម្ដីដែលឲ្យខ្ញុំបានប្រព្រឹត្តផ្លែងលេងមករហូតហើយខ្ញុំអរគុណដល់បាកុយដែលផ្ដល់កិត្តិយសឲ្យរូបនាងខ្ញុំបានលេងសិល្បៈរហូតដល់ឥឡូវហើយខ្ញុំចង់ឲ្យប៉ាជួយខ្ញុំរហូតដល់ខ្ញុំចាស់ចាហើយបងចង់សួរបន្តិចឃើញទៅសោយស្រស់មែនទេណាអរគុណឥឡូវគេហៅឈ្មោះកំ pl ែងកតុំអឺតchứណាចាកតុំអឺតបងចង់សួរថាបងអូនស្រីសុំទោសមានស្រុកកំណើតកើតជានៅទីណាដែរខ្ញុំរស់នៅស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំចាហើយមានឪពុកឈ្មោះអីតាខ្ញុំឈ្មោះងានលៀងសេងម៉ែខ្ញុំឈ្មោះឆេងកំស្រេងចុះចំណែក
បងប្អូនមានប្រមាណអ្នក បងប្អូនខ្ញុំមាន8នាក់ប៉ុន្តែស្លាប់អស់3នៅសល់5នាក់ ហើយកតុំអ៊ឺតជាកូនទីប្រមាណ ខ្ញុំឥឡូវបរហបឥឡូវកូនទី4 កូនទី4 ចា ហើយដល់ពេលកើតមកនៅក្នុងតកូលគ្រួសារហ្នឹងមានទៀបដូចបងអូននេះបងស្រីកតុំអ៊ឺត1ម៉ែត្រប្រហែល ខ្ញុំ1ម៉ែត្រមកទឹក 1ម៉ែត្រមកទឹក ហើយចុះនេះក្រិន1ម៉ែត្រប្រហែល គាត់ហែងទេពពីខ្ញុំបន្តិច នេះក្រិនណា ចា បាទហើយចុះបានប្តីនេះអាយុប្រហែលឆ្នាំ ដៃខ្ញុំអាយុ22 22ហើយកតុំអ៊ឺតអាយុប៉ុន្មានអូន ខ្ញុំ30 30ហើយកូនចាស់ប៉ះស្មៅខ្ចី ហើយបងចង់សួរបន្តិចប្រវត្តិតិចចាំបងសួររឿងរ៉ាវស្នេហា ចា បងចង់សួរថាហេតុអីបានមានឱកាសសម្ដែងជាមួយនឹងក្រុមបាកុយ ពីដើមឡើយមកខ្ញុំនៅផ្ទះពិបាកពេកដល់ពេលហើយទៅមានចិត្តមួយចង់លេងកំ pl ែងហើយណាមួយដូចថានៅផ្ទះពិបាកអញ្ចឹងអត់មានលុយអត់មានអីក៏ដាច់ចិត្តមកសុំប៉ាកុយចូលលេងកំ pl ែងរហូតប៉ាក៏មានចិត្តល្អដែលបាននាំខ្ញុំចូលលេងសិល្បៈរហូតមកខ្ញុំគ្រាន់បានធូរធារជាងមុនបន្តិច បាទហើយមិនដែរការកំ pl ែងដែលនៅជាមួយលោកប៉ាកុយហ្នឹងលោកប៉ាកុយគឺជាវរៈកំ pl ែងនៅស្រុកខ្មែរយើងលោកតែងតែជួយអ្នកកំ pl ែងក្រីក្រមានមុខមានមាត់ក្នុងសង្គមហើយមិនដែរបានរស់នៅគាត់អប់រំយ៉ាងម៉េចខ្លះដែរលោកប៉ាកុយហ្នឹង និយាយរួមពេលដែលដល់ថ្ងៃលេងកំ pl ែងអញ្ចឹងគាត់ប្រាប់ពីពាក្យពេចន៍សម្ដីដែលលេងកំ pl ែងគាត់ឲ្យនិយាយអញ្ចឹងចេះដែលឲ្យចាក់ទាញភ្ញៀវទាំងអស់ចាប់អារម្មណ៍គាត់ប្រហាត់តាំងពីដើមមករហូតនិយាយរួមឲ្យតលេងនឹងគាត់ប្រាប់រហូត បាទហើយចាប់ផ្ដើមកំ pl ែងជាមួយនឹងក្រុមជួងជីហៅលោកប៉ាកុយហ្នឹងតាំងពីឆ្នាំណា ខ្ញុំតាំងពី2007រហូតដល់ឥឡូវ2016ហើយ រយៈពេលប្រហែលឆ្នាំហើយ 79ឆ្នាំ 79ឆ្នាំហើយតើពិបាកទេក៏ទុំអ៊ឺតក្នុងការប្រើពាក្យពេចន៍សំនួនវោហារស័ព្ទដើម្បីបងប្អូនយើងបានសោចដូចជាឯកឧត្តមលោកជំទាវអស់លោកស្រីនាងកញ្ញាដែលបានទុះសំណោចនៅពេលរាត្រីដូចជាសម្រាប់ពីកិច្ចការងាររៀងរាល់សប្តាហ៍សៅរ៍អាទិត្យអីចឹងក៏ទុំអ៊ឺត មានការពិបាកដែរបងប្អូនពេលខ្ញុំចូលលេងដំបងខ្ញុំអត់ចេះអត់ដឹងនិយាយថាម៉េចចឹងទៅបានប៉ាគាត់ដឹកនាំប្រាប់និយាយរហូតដល់ឥឡូវបានប៉ាអ្នកប្រាប់ណែនាំឲ្យលេងកំ pl ែងរហូតពេលដែលលេងកំ pl ែងប៉ាប្រាប់រហូត ហើយពិបាកទេក្នុងការរកពាក្យពេចន៍សំនួនវោហារស័ព្ទដើម្បីបងប្អូនបានសោចអញ្ចឹងទុំអ៊ឺត ពិបាកដែរបងព្រួយជំនុំតែបាននិយាយឲ្យគេសើចម្ដងពិបាក ពិបាក ដូចថាពីមុនខ្ញុំមកតែធ្លាប់លេងកំ pl ែង បាទ ដល់ពេលចូលមកអញ្ចឹងចង់តែហូននឹងអត់ឃើញ បាទ ហើយដល់ពេលកំ pl ែងមើលប៉ាកុយស្គាល់តើការសិល្បៈនៃការកំ pl ែងតើធ្វើឲ្យបងប្អូនបានយល់ដឹងអំពីអ្វីខ្លះអំពីសិល្បៈនៃការកំ pl ែងដែលតែងតែនាំពាក្យសំណោចទៅបងប្អូនយើងក្រនកំដរសោចច្រើនចម្រើនអាយុហ្នឹងតើយល់ដឹងអ្វីខ្លះទេពីសិល្បៈកំ pl ែង ពេលដែលពីមុនខ្ញុំអត់ដូចថាអត់ធ្លាប់ចូលសិល្បៈខ្ញុំអត់ចេះដឹងទេប៉ុន្តែបានពេលមកចូលរួមក្នុងក្រុមប៉ាអញ្ចឹងប៉ាប្រាប់អញ្ចឹងទៅដឹងថាការលេងហ្នឹងមិនអញ្ចឹងគាត់រៀបចំឲ្យលេងអញ្ចឹងធ្វើតាមគាត់ ហើយបងសុំទោសតិចណា ចា៎ ហើយបងសួរថាបងធ្លាប់ឃើញបងអូនកំ pl ែងមួយនៃក្រិន ចា៎ ដើរតួពេលខ្លះធ្វើជាប្តីនឹងប្រពន្ធ ចា៎ ហើយមិនដែរមើលទៅសមគ្នាទេ អ្នកដែលគេមើលមកថាសមដូចថាពីមុនគេចេះតែនិយាយថាពីអ្នកខ្ញុំប្តីប្រពន្ធគ្នាអីចឹងណាតាមក៏ពិតគ្រាន់តែជាការសម្ដែងលេងជាមួយគ្នា ហើយចេះនៃក្រិនយ៉ាងម៉េចតុំអ៊ឺតកម្ពស់1ម៉ែត្រមកទឹក ចា៎ ហើយចេះចំណែកនៃក្រឹម1ម៉ែត្រប្រហែល ប្រហែលជាបងក្រិន1ម៉ែត្រអីព្រោះឲ្យគាត់ចាំលក្ខណៈខ្ញុំនេះ ថាលោកជិះអញ្ចឹងមានន័យថា1ម៉ែត្រទេណា ចា៎ បាទអរគុណច្រើនហើយសប្បាយចិត្តណាស់ហើយបងចង់សួរបងប្អូនថាឥឡូវនេះសម្រាប់ចិត្តចូលរោងការហើយ ចា៎ ហើយថ្ងៃនេះអញ្ជើញខាងណាខ្លះដើម្បីឲ្យចូលរួមពិធីមង្គលការតុំអ៊ឺត ខ្ញុំបានអញ្ជើញក្រុមបាក់វៃទាំងអស់ហើយនឹងបងញ៉ុងបងក្រូចបងអ៊ីតនិយាយរួមក្រុមកំ pl ែងគាត់ខាងក្រុមកំ pl ែងបងពាក់មីដែរ បាទហើយដាក់សបុតមកប្រហែលមើលខាងកូនកំឡោះរកសបុតមកប្រហែល រកសបុតមកប្រហែល អ
9 ធៀបបង បាទ 9 ធៀប 9ធៀបហើយពិធីមង្គលការហ្នឹងប្រពធ្វើឡើងនៅខេត្តឬក៏នៅរាជធានីភ្នំពេញ នៅខេត្តនៅស្រុក នៅខេត្ត ចា បាទនៅ ស្រុកគោឆ្មាខេត្តត្បូងឃ្មុំ នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំហើយរៀបអាពាហ៍ពិពាហ៍នៅថ្ងៃណា ថ្ងៃទី10ខែ11 ថ្ងៃទី10 ខែ11ជិតអ៊ំទូកchứហ្នឹង ចា បាទអរគុណណាស់ហើយអាយុប៉ុន្មានមិញកូនស្រី 30ហើយ បងសួរអាចសួរកបៀបកំ pl ែងលេងបានទេ ហើយបើការហើយចង់ទៅក្រេបទៅឃ្មុំនៅណា អត់មានតណាព្រោះអីប៉ាឲ្យតែកំ pl ែងទៀតហើយ តែការហើយចង់ ការឲ្យអ៊ំទូក ចាញ់ទៅរវល់ទៀត ចឹងសាមធិនចង់សួរថាការហើយទៅក្រេបទៅឃ្មុំនៅណាអូនស្រី អត់តន់គិត ឥឡូវអាយុប្រហែលហើយ ខ្ញុំ 30ហើយប៉ុន្តែគូទៅដឹងនេះស្វាមី 22 22 បានប្តីក្មេងទៀតតែប្រកែរោហើយបើសិនជាការហើយចង់បានចូលរោងការហើយចង់បានការចង់បានកូនភ្លាមឬក៏មានពេលពជាឲ្យទៀត អត់តន់ដឹងដែរបងអត់តន់គិត អត់តន់ដឹងទេ ចា បងសួរលេងតិចបានអត់សុំទោសផងហើយ មើលទៅអត់ចាញ់នេះក្រិនណា អត់ដឹងដែរ ពួកនេះក្រិនគាត់មានកូនណា ចា កូនប្រពន្ធមុនកូនមួយហើយកូនក្រោយប្រពន្ធមួយទៀតហើយចាំបងមើលទៅអាចមានលទ្ធភាពអីទេអាចមិនចាញ់នេះក្រិនទេមើលទៅហ៎ អត់តន់គិតដល់ហ្នឹងហ្នឹងបង អើកាត់ខុសខ្ញុំស្អីចឹងតែនៅខុសគ្នា ហើយសំខាន់លើខាងប្រុសហ្នឹងណា ចា បាទ ហើយបងចង់សួរបន្តិចខាងកូនកំឡោះវិញសុំទោសផងលោកប្អូនណាហ្នឹងហើយបងចង់សួរថាតើលោកប្អូនមានឈ្មោះអ្វីដែរបាទសុំជើងអង្គុយចុះបាទមកអង្គុយចុះបាទសុំជើងកូនស្រីហើយជួយបីប្រពន្ធមកជួយលើកប្រពន្ធនេះលើកអត់លើកជួយលើកអត់លើកបាទអូខេបាទបងសុំសួរខ្ញុំចាបាទឈប់បងជួយបន្តិចអូខេតាអូខេច្បាស់ហើយទេដូចច្បាស់ទេអធិស្ឋានផងបងស្រីអធិស្ឋានបន្តិចហើយដាច់ចំបាញ់មិញដូចអត់អីទេអូខេនេះច្បាស់ហើយបងស្រីអធិស្ឋានហើយបងសុំទោសផងទាំងពីរណាធម្មតាហើយយើងបានចាប់ដៃរកគូឃើញហើយចង់សួរបងប្រុសថាបងប្រុសមានឈ្មោះអ្វីដែរបង បាទខ្ញុំឈ្មោះគូខោះបង បាទហើយអាយុប្រហែលឆ្នាំហ្មង ខ្ញុំអាយុ22ឆ្នាំ 22តើអ្នកស្រុកណាទេបង បាទខ្ញុំនៅក្រុងបរសៃអនុខេត្តកំពង់ថោ អូនៅក្រុងបរសៃអនុហើយបងកើតក្នុងតកូលអ្នកមានឬក៏អ្នកក្រ ធម្មតាបងមិនមានក៏មិនក្របងល្មម មកល្មមហើយប្រកបមុខរបរអ្វីដែរ បាទខ្ញុំធ្វើជាងពីដើមហ្នឹង ជាងពីដានអូរលុយបានហើយប្រាក់ចំណូលយ៉ាងម៉េចដែរ ធម្មតាបងល្មម ដែរ ហើយតើបងចង់សួរពីកំណើតស្នេហ៍បន្តិចតើចាប់ផ្ដើមប្អូនបងមើលទៅកម្ពស់សោះស្អាតចុះហេតុអីបានជាមានភ័ព្វនិស័យភ័ព្វព្រេងវាសនាជាមួយនឹងកតុំអ៊ឹតណាជាអាយុគាត់សំទោសណាគាត់ទៀបហើយគាត់ប៉ុន្តែគាត់មានសមត្ថភាពកំ pl ែងហើយគាត់ស្អាតញញឹមស្រស់ហើយហេតុអីបានចាប់ចិត្តលើគាត់ បាទខ្ញុំអាចជាខ្ញុំគិតដែរព្រោះនេះជាគូព្រេងរបស់ខ្ញុំតែខ្ញុំមិនបាច់ចិត្តយកគាត់នេះខ្ញុំនេះសាកល្បងស្គាល់គាត់ជូរដែរបងចឹងមិន